រឿងនាងត្រល់មាសនាសម័យបុរាណនគរខ្មែរនិងនគរចិនមានព្រំប្រទល់ជាប់គ្នាចិនពូកែណាស់ខាងដំបានសូត្រព្រះរាជាខ្មែរនិងពួកនីមើនតែងតែទិញក្រណាត់សូត្រទាំងនោះរាល់ឆ្នាំពុំដែលខាននាងកែវសជានារីម្នាក់មានសម្រស់ស្អាតអស់លើស្រីទាំងពួងក្នុងភូមិហើយនាងពូកែខាងដេប៉ាក់និងដំបានតែក្រណាត់សូត្ររបស់នាងរលោងនិងក្រឡាល្អស្អាតណាស់ថ្ងៃមួយនាងបានចូលទៅក្នុងព្រៃដូចសពមួយដងដើម្បីយករុក្ខជាតិមកធ្វើជាលក្ខពេលនោះនាងបានរើសបានដុំថ្មមួយដុំមានពណ៌ក្រហមឆ្អិនឆ្អៅនាងបានយកទៅសួរម្ដាយពេលនោះម្ដាយបានប្រាប់ថាវាជាដុំមាសនាងអរណាស់មិនយកមាសនោះទៅលក់ទេនាងបានយកវាមកធ្វើជាត្រល់សម្រាប់ដំបានពេលដែលនាងត្បាញនាងតែងតែសែនព្រេននិងបែបន់សូមកុំឲ្យសូត្រដាច់និងជាប់បានល្អព្រមទាំងរលំផងដែរកម្លាំងនៃការបួងសួងបានលឺដល់ព្រះវិស្ណុកាដែលជាអាទិទេពនៃសិល្បៈទ្រង់ក៏បានប្រទាននឹងឲ្យពរដល់នាងតាមការប្រាថ្នាហេតុការណ៍ដ៏អស្ចារ្យនេះនាងបានបោះមួយដងត្បាញបានកន្លះកៃនាងអរណាស់ភ័យផងអរផងនាងបោះបានពីរដងបានមួយកៃហើយក្រណាត់របស់នាងមានពណ៌ល្អនិងរលោងនាងបានយកទៅជូនម្ដាយនាងគាត់អរខ្លាំងណាស់និងយកទៅលក់បានតម្លៃថ្លៃរហូតបានក្លាយជាសេដ្ឋីនៅក្នុងខេត្តកំពតព្រះរាជាក៏បានប្រទានងារដល់នាងថានាងត្រល់មាសដំណឹងបានលឺដល់ក្រុងចិនស្ដេចចិនបានបញ្ជាឲ្យបុត្រាទ្រង់មកស្ដីដណ្ដឹងនាងកែវសដើម្បីយកនាងទៅនៅស្រុកចិនតាមប្តីធ្វើដូចនេះបានខ្មែរនៅតែទិញរបស់ចិនរាល់ឆ្នាំដដែលម្ដាយរបស់នាងបានសួរចិត្តកូនស្រីតែនាងមិនព្រមព្រោះនាងមានចិត្តលើកំឡោះមានុបដែលជាអ្នកជ្រលក់ពណ៌ក្រណាត់និងជាអ្នកនៅជាមួយនាងតាំងពីនៅក្រីក្រនាងគិតថាចិនមានសិទ្ធិយកប្រពន្ធ4-10បានហើយគិតថាគ្មានវាសនាល្អទេសម្រាប់នាងពាក្យបដិសេធនេះបានធ្វើឲ្យចិនមិនសប្បាយចិត្តសោះក៏ទៅប្តឹងស្ដេចខ្មែរទ្រង់បានមានបន្ទូលរឿងអនាគតរបស់នរណាអ្នកនោះជាអ្នកសម្រេចទ្រង់ជាស្ដេចគ្មានសិទ្ធិទេព្រោះទ្រង់មិនចង់ឲ្យនាងទៅរស់នៅស្រុកចិនទេបើទៅខ្មែរនឹងបាត់អ្នកតម្បាញសូត្រមាសជារៀងរហូតរាជបុត្រចិនអង្គនោះបានចុះមករកនាងដោយខ្លួនឯងឃើញនាងមានសម្បុរល្អស្អាតខុសពីនារីខ្មែរដទៃទៀតកាន់តែមានចិត្តស្រឡាញ់ទ្វេដងហើយទ្រង់ក៏មានបញ្ជាថាយកទាំងមនុស្សយកទាំងទ្រព្យដោយដឹងពីល្បិចចិននាងក៏បានរៀបការជាមួយចៅមានុបដោយរាជប្រទានដោយព្រះរាជាខ្មែរកាន់តែធ្វើឲ្យចិនមានកំហឹងយ៉ាងខ្លាំងក៏បានប្រើចោលសមុទ្រមកលួចត្រល់មាសនិងចាប់នាងត្រល់មាសភាពអសន្តិសុខនៅក្នុងគ្រួសាររបស់នាងក៏កើតមានជារឿយនាងក៏សុំម្ដាយទៅរស់នៅឆ្ងាយពីគេដើម្បីគេចចេញពីចោរទាំងនោះដោយរស់នៅធ្វើជាខ្ទមកណ្ដាលព្រៃពេលនាងត្បាញបាននាងឲ្យអ្នកបម្រើយកទៅឲ្យម្ដាយសម្រាប់ថ្វាយស្ដេចចោរចិនទាំងនោះតាមរកគ្រប់កន្លែងតែរកមិនឃើញជួនជាពេលមួយនោះមានល្ខោនចិនមកសម្ដែងអ្នកបម្រើក៏បានឈប់ឈរមើលការសម្ដែងដោយដៃមានបង្វិចពណ៌មាសភ្លេករំពេចនោះចិនដែលនិយាយខ្មែរមិនសូវច្បាស់នោះសួរថាបានទិញសម្ពត់ពីណាល្អយ៉ាងនេះ
អ្នកបំរើភ្លេចខ្លួនក៏ថាជារបស់នាងកែវសចិននោះក៏បានសួរដោយរកកន្លែងនាងកែវសរស់នៅដោយឲ្យមាស100ដំឡឹងអ្នកបំរើក៏ឆ្លើយដឹងពីទីតាំងដែលនាងកែវសរស់នៅរាត្រីដ៏រន្ធត់រាត្រីដ៏រន្ធត់បានមកដល់ចោរបានចូលឡោមព័ទ្ធខ្ទមរបស់នាងដោយគប់ភ្លើងឆេះអស់រោងសត្វចិញ្ចឹមរបស់នាងនិងរោងដំបាញដែលនាងកំពុងត្បាញធ្វើឲ្យរលាកដៃនិងដងខ្លួនរបស់នាងយ៉ាងដំណំនាងបានស្រែកហៅប្តីឲ្យជួយចៅមីនុបបានរត់ខាងនេះផងខាងនោះផងរត់យកប្រពន្ធពីក្នុងរោងនិងរត់ទៅដោះលែងសត្វចិញ្ចឹមពីក្រោលទាំងអស់ឲ្យរត់ចេញពីភ្លើងសម្រែកស្រែកអើងកងនិងសំលេងស្រែកយំពេញព្រៃរំពេចនោះកូនសេះសរបស់នាងក៏រត់ចេញមកដោយឈរហូរស្រក់ទឹកភ្នែកក្បែរនាងដោយឃើញមេរបស់វាស្លាប់ក្នុងភ្លើងសម្រែកពួកចោរថាឲ្យចាប់នាងកែវសនិងយកត្រល់ឲ្យបានចៅមីនុបក៏បានលើកនាងកែវសឡើងជិះសេះរត់ទៅមុនចៅមីនុបក៏បានចុះទូកបង្វែងបានចោរទាំងនោះបានចុះទូកតាមមីនុបដោយស្មានថានាងកែវសទៅជាមួយការប្រយុទ្ធចាប់ផ្ដើមនៅកណ្ដាលសមុទ្រចោរទាំងនោះបានដឹងថាចាញ់បោកចៅមីនុបក៏បានបាញ់ព្រួញសម្លាប់ចៅមីនុបពេលនោះទៅលុះនៅពេលព្រឹកចោរក៏ទៅបាត់អស់នាងកែវសបានរត់ទៅមាត់សមុទ្រជាមួយនឹងកូនសេះសរកមើលចៅមីនុបតែរកមិនឃើញសោះសល់តែបំណែកទូកនិងប្រអប់ឈើដែលអណ្ដែតជាប់មាត់ឆ្នេរនាងបានបើកឡើងគឺជាត្រល់ដំបាញរបស់នាងក៏ស្រែកយំយ៉ាងខ្លាំងនាងក៏បួងសួងថាបើមានជាតិមុខមែនសូមជួបចៅមីនុបជាប្តីនិងជាអ្នកដំបាញមានត្រល់មាសនេះនៅជាមួយនាងរហូតនិងនៅជារបស់ខ្មែររហូតកុំឲ្យបាត់ទៅណាបួងសួងរួចនាងក៏គប់ត្រល់មាសនោះចូលទៅក្នុងសមុទ្រហើយនាងក៏ស្លាប់ទៅដោយកម្លាំងបួងសួងត្រល់មាសនោះបានคล้ายជាកោះធំមួយរាងដូចកោះត្រល់រហូតមកដល់សព្វថ្ងៃដោយក្តីគោរពដល់នាងព្រះរាជាក្រោយទ្រង់ក៏បានសាងរូបនាងឡើងនិងកូនសេះសសម្រាប់រំលឹកនៅសេចក្តីស្មោះរបស់នាងចំពោះស្វាមីនិងមាតុប្រទេស